លយខ្លាំងហ្មងជំរាបសួរក៏ដូចជាសួស្តីទៅដល់អ្នកទាំងអស់គ្នា Welcome back to my video reaction ខ្ញុំឃ្លាតឆ្ងាយពីអ្នកនរគ្នាយូរហើយអត់បានចេញវីដេអូយូរខ្លាំងមែនតើព្រោះដោយសារតែមួយរយៈនេះរវល់ការងាររបស់ខ្លួនឯងផងអីផងទៅខ្ញុំចង់ដឹងថាអ្នកនរគ្នាសុខទុក្ខមិនដែរសប្បាយចិត្តអត់អីអត់ចឹងទៅខ្ញុំជឿថាវាមានទុកនឹងសោកនឹងតឹមគ្នាហើយអ្នកខ្លះក៏អាចនិយាយទុកច្រើនជាងសោកហ្នឹងទៅទុកច្រើនជាងសប្បាយហ្នឹងទៅ so at the same time មួយថ្ងៃមុនខ្ញុំបានឃើញmusic production មួយដែលមានឈ្មោះថា Clap Your Hands គាត់បាន release MV មួយដែលមើលទៅវាបណ្ដោះនៃកំណត់ស្នេហាជាតិច្រើនខ្លាំងមែនតើប៉ុន្តែខ្ញុំបានមើលតែឈុតឆាកខ្លីៗរបស់គាត់ទេក្នុងការសម្ភាសទៅកាន់ផលិតករក៏ដូចជា owner របស់ production ផងដែរហើយបើយើងចង់ដឹងថាអត្ថន័យជារួមរបស់បទហ្នឹងមានអត្ថន័យយ៉ាងណាដែរអ្នកនរគ្នាទៅមើលទាំងអស់គ្នាជាមួយនឹងខ្ញុំមានអារម្មណ៍ថាឥឡូវខ្ញុំនិយាយរបៀប smooth ជាងមុនណាអូខេ let's go អ្នកនរគ្នាខ្ញុំចាប់អារម្មណ៍ទៅលើ caption របស់បទហ្នឹងគេដាក់ថា KYX All Star ហើយដកឃ្លាក្តីស្រឡាញ់តែមួយ One Love អញ្ចឹងពាក្យថា KYX យើងស្គាល់ហើយគឺ Clap Your Hands ហ្នឹងហើយប៉ុន្តែ All Star អាចនឹងអានេះអាចនឹងខ្ញុំនិយាយណាព្រោះថាខ្ញុំបានមើលshot ខ្លីៗរបស់គាត់មាន artist 2-3 នាក់ឯដែរអញ្ចឹងប្រហែលជាសិល្បករគ្រប់រូបនៅក្នុង Clap Your Hands អាចនឹងចូលរួមធ្វើការ collab នៅក្នុងបទហ្នឹងតែមួយអូខេ let's goអូខេអ្នកនរនេះឃើញនៅលើហ្នឹងមានឈ្មោះថាវុធាតៃ DJ ឈីអាមរ៉ាវិចិត្រហើយស៊ីវ៉ាអញ្ចឹងមួយវុធា1តៃ2 DJ ឈី3អាមរ៉ា4វិចិត្រ5ស៊ីវ៉ា6អូខេអញ្ចឹង6 artist នៅក្នុងបទនេះតែមួយខ្ញុំសុំ post ដំបូងដោយសារខ្ញុំចាប់អារម្មណ៍ទៅលើសំឡេងរនាតសំឡេងកូត្រូហើយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតវាព្រោះរំដំហើយ location មើលទៅរបៀបសហសម័យហើយ costume លយតំណាងឲ្យពណ៌សអ្នកដឹងហើយភាពស្រស់បំព្រងល្អឆាតឆាយនិងអាហ្នឹងគេហៅស៊ីគេទៅវាស្អាតស្អំវាស៊ីជាមួយនឹងភ្លេងខ្មែររបស់យើងអូខេ verse ដំបូងបើក្បាលដោយartist មួយរូបដែលមានឈ្មោះថាវុធាបើអ្នកនរអត់ទាន់ស្គាល់គាត់ទេមានណាអត់ស្គាល់គាត់ទេគាត់ម្ចាស់បទកមុំ3 style ហើយនឹងច្រៀងរួមគ្នាជាមួយនឹងរត់គោដែលខ្ញុំអត់ចាំបទហ្នឹងបទអីតែបទហ្នឹងលយត្បូងមកនាងហើយពីលិចមេឃភ្លៀងស្រេចមកសុំជ្រោព្រះនាងធ្លាក់ខ្យល់នាងហើយតិចរងាយ៉ាងអុយប្លែចេះមកso yeahប្រូដែលគាត់បើកក្បាលដំបងអាចនិយាយបានថាជាក្តីស្រឡាញ់មួយរួបរวมគ្នាជាក្តីស្រឡាញ់មួយដែលគ្រប់គ្នាមានគ្រប់គ្នារួបរวมគ្នាអាចនឹងនិយាយបានថាដូចខ្ញុំនេះបានជួបប្រទេសថ្ងៃនេះអញ្ចឹងសម្បីតារឿងកន្លងនៃយើងឆ្លងកាត់ពីមុនមកសង្គ្រាមជាមួយនឹងប្រទេសជិតខាងពេលហ្នឹងឯងដែលយើងបានឃើញថាក្តីស្រឡាញ់របស់ប្រជាជនខ្មែររបស់យើងគឺមានតែមួយដូចគ្នាហើយវាធៀបទៅនឹងប្រូឬក៏ lyric របស់គាត់វា symmetry គ្នា Unity we do it for
This verse is like a eulogy and what we fighting over. Thought this earth was made for you and me, and when the fighting's over, hating won't reverse the scrutiny if we stand together on a way to withstand the weather. I can never let another man just tell me that this is land to measure. I can never be another man that tell you that his plan is better. Stand for peace, it takes more than just posting on the gram. អានេះមិនបាច់ឆ្ងល់ថាម៉េចបើខ្ញុំអត់ចុច stop ទេព្រោះខ្ញុំខ្ជិលបកអង់គ្លេសណាមួយខ្ញុំអត់ចេះអត់បកការអង់គ្លេស so let's go And that tell you that his plan is better. Stand for peace, it takes more than just posting on the gram to settle. រួបរวมគ្នាបេះដូងតែមួយជឿនមួយស្មារតីវិយាវ័នរត់តែទុកបេះដូងធំតែប្រជុំធនធាននៃបញ្ញវន្តអូជឿថាតៃគាត់បើកក្បាលមកដោយ power ធ្លាប់តែឃើញគាត់ច្រៀងរបៀបសេរីដូចដឹងស្រាប់ហើយបាត់គាត់ចាស់តៃដាក់មកលុយប៉ុន្តែលើកនេះគាត់និយាយរបៀប like the power of Cambodian ដែលគាត់និយាយយ៉ាងដោយពាក្យស្លោកនៅក្នុងប្រូដែលគាត់និយាយមកអញ្ចឹងគឺប្រទេសតូចបេះដូងធំប្រជុំគ្នាទៅដោយបញ្ញវន្តខ្ញុំសង្កេតឃើញថាខ្មែរយើងធ្លាប់មានគេចុះព័ត៌មានច្រើនមែនតើដែលថាអបអសាទរកូនខ្មែរមួយរូបទៀតហើយធ្វើការនៅនេះធ្វើការនៅនោះខ្លាចជានេះខ្លាចជានោះច្រើនខ្លាំងមែនតើហើយថ្មីហ្នឹងផងដែរក៏មានព័ត៌មានល្អច្រើនពីខាងស្រុកក្រៅដូចគ្នា Yeah that should be good ធាននៃបញ្ញវន្ត Together we get stronger កាត់មិនបាក់គ្មានពាក្យ surrender ក្តីស្រឡាញ់គ្រប់ទីកន្លែងបំលែងចេញជា power មិនឲ្យរំគួររំកើយើងនៅទីនេះ show the world we all stand for peace តាំងចំហឆយមើលយើងគៀកស្មាយើងអស់ចា we are one love Yeah ខ្ញុំស្ដាប់អាកន្លែងវិគៀកយើងគៀកស្មាអីណាណៃហ្នឹងមានអារម្មណ៍ថា possible ស្ដាប់ម្ដងទៀតខ្ញុំអត់ចាំប្រូយើងគៀកស្មាយើងអស់ចា we are one love one យើងគៀកស្មាយើងគៀកស្មាឆយមើលយើងគៀកស្មាយើងអស់ចា we are one love Okay that's right we are one love one love យើងជាជនរួមជាតិយើងត្រូវតែរួមចិត្តរួមគ្នាជាកម្លាំងមួយដ៏សែនស័ក្តិសិទ្ធិ One love ក្តីស្រឡាញ់តែមួយជួយជាតិអត់ខាតក្នុងនេះចាប់អារម្មណ៍បងចិត្តគាត់កាត់សក់ខ្លីនៅក្នុងបទនេះហើយបាត់យូរហើយតើតាឃើញគាត់នៅក្នុងបទនេះម្ដងទៀត kinda sick អរគុណសន្តិភាពនាំមកយើងសុខសាន្ត One love Oh smile Cambodia you've been through much hardship Shout out to Siva pain yet you reign Smile Cambodia you've been through much hardship and pain yet you reign on top Your children are peaceful we don't indulge in no evil The pearl of Asia with open arms will receive you Maybe it's not in my place but I say it how I see it You need to be here to live here to understand it to believe it This type of peace of mind no money can buy it Family values on the highest type of peace of mind no money can buy ក្តីសុខសុវត្ថិភាពផ្លូវចិត្តគឺជាអ្វីមួយដែលលុយអាចទិញបាន for real Family values on the highest price list យើងតែមួយខ្មែរតែមួយរំសុខហើយនឹងទុកបានអ្នកមានទុកយើងជួយឈាមតែមួយខ្មែរតែមួយ Oh my god so touching ឈាមតែមួយខ្មែរតែមួយមានសុខរួមសុខមានទុក្ខរួមទុក្ខដោយសារថ្មីនេះអ្នកនរខ្ញុំជឿថាអ្នកណាក៏អាចបំភ្លេចបានដែរទស្សនវិជ្ជាថ្មីនេះដែលយើងធ្លាប់ឆ្លងកាត់សង្គ្រាមកន្លងមកជាមួយនឹងប្រទេសជិតខាងណាយើងសង្កេតឃើញថាខ្មែរប្រជាជនខ្មែរយើងស្រស់ដៃគ្នាខ្លាំងមែនតើខ្ញុំក៏បានទៅដល់កន្លែងចែកអំណោយឬក៏អីដែរហើយខ្ញុំឃើញថាមិនមែនតែយើងសង្កប់គ្នាគ្រប់ទីទោះបីជាខ្លួនឯងមានទីក្តីច្រើនក្តីមកជុំគ្នាកន្លែងតែមួយជួយចែកគ្នាទៅកន្លែងតែមួយហើយទឹកមុខកងទ័ពដែលឃើញយើងបានជួយឬក៏ចែកម្លែក
វាមានអីកាត់ថ្លែងបានណាកាត់ថ្លៃបានណាព្រោះក្តីស្រឡាញ់នឹងធំធេងខ្លាំងមែនតើ Oh my god yeah so touching ដើរទៅមុខនៅក្នុងគោលដៅតែមួយអាណាចោចាអាណាចោចាយើងជាជនរួមជាតិយើងត្រូវតែរួមចិត្តរួមគ្នាជាកម្លាំងមួយដ៏ស័ក្តិសិទ្ធិ Oneខ្ញុំចង់ shout out ទៅដល់ផលិតករក៏ដូចជាក្រុមភ្លេងទាំងអស់លោកគ្រូភ្លេងទាំងអស់ដែលនាំជាមួយនឹងបទភ្លេងដែលពីរោះរំដំខ្លាំងមែនតើមានទាំងក្តីស្រឡាញ់នៅក្នុងហ្នឹងព្រោះដោយសារពេលដែលយើងស្ដាប់ទៅវា touching ខ្លាំងមែនតើចាំមិនថាឧបករណ៍ភ្លេងខ្មែរទាំងអស់នៅពេលដែលយើងស្ដាប់ដោយ focus ដាក់កាសមួយជាប់នឹងតិចហើយយើងស្ដាប់ដោយ focus ទោះបីជាមានប្រូក្តីអត់មានប្រូក្តី damn ហើយសម្រាប់បទនេះផងដែរវាត្រូវជាមួយ melody វាត្រូវជាមួយនឹងអា spirit ដែលយើងស្រឡាញ់ជាតិ That's so amazing ក្តីស្រឡាញ់តែមួយជួយជាតិអត់ខាតខានអរគុណសន្តិភាពនាំឲ្យយើងសុខសាន្ត Oneខ្ញុំទៅប្រចារំបងវិធាលាបពណ៌សក់បាទខ្ញុំតាំងបាញ់ឬក៏លាបតែលយវា fit ជាមួយគាត់មើលយូរដូច DJ No Pro DJ មែនតាអ្នកអរនេះមើលទឹកមុខគាត់ម្ដងទៀតពោពេញទៅដោយភាពអង្អាចក្លាហានមាំទាំ focus អានេះហើយគឺជាខ្មែរ spirit ស្ដាប់នងទៀតអូ Is it CGI? អូខេត្រួយដោះទៅជាស្លឹកដោះចេញជាផ្កាយល់ខ្ញុំសុំស្ដាប់កន្លែងហ្នឹងម្ដងទៀតលយខ្លាំងហ្មងបាទទំជាតិខ្មែរនៅលើក្បាលមកវិធាបាទនៅលើក្បាលវិធាបាទឬចាក់ទៅដីដើមខំប្រឹងរីកចេញជាត្រួយចេញជាផ្កាដុះចេញជាផ្កាតទៀតហើយធ្លាក់ចុះមកខោបធ្វើជាមលុបអ្នកនៅក្រោម Oh my god the meaning ចង់ថាណាគេអ្នក direct បាត់ហ្នឹង Bro you so sickអូខេឥឡូវបទហ្នឹងស្ដាប់ចាប់ហើយប៉ុន្តែខ្ញុំចង់ដឹងថាគ្រូអ្នកណា involve ក្នុង project នេះខ្លះព្រោះថា the idea is so cool and awesome by the way ខ្ញុំចង់ shout out to the whole crew ដែល involve ក្នុង project នេះ like especially director ប៉ុន្តែខ្ញុំអត់ដឹងថា director ណាគេទេហើយនឹង project អ្នកដែល let's say producer អ្នកដែល produce project ហ្នឹងគេហៅថា project founder អូខេ DJ Chi shout out to DJ Chi executive producer អូខេ project founder DJ Chi
executive producer សុកវិសាល and DJ Chi អ្នកនរនេះសុកវិសាលគាត់គឺជា the boss of Club Jahan គាត់មេខ្ញុំតាំងពីខ្ញុំធ្វើការដំបូងគេចេញពីរៀនមកគឺខ្ញុំធ្វើការនៅ Club Jahan គឺធ្វើមួយគាត់ហ្នឹងឯងដែលផ្ដល់ឱកាសខ្ញុំកន្លងមករហូតមកដល់ឥឡូវ so shout out to បងសាល and direct by oh really bro Daniel Oman direct this thing បើសិនអ្នកនរអត់ទាន់ដឹងទេអត់ទាន់ស្គាល់ទេ shout out to him ភាគច្រើនគាត់ direct Vanda MV Kwan ហើយ MV ច្រើនទៀតក៏ direct ដោយ Oman ដូចគ្នា so shout out to him មាន team crew ផ្សេងៗច្រើនទៀតខ្ញុំហៅអត់ទេ project នេះគឺ team crew ច្រើនខ្លាំងមែនទែន but by the way shout out to the whole crew for involved on this project anyway ខ្ញុំស្រឡាញ់បាត់នឹងខ្លាំងហើយរសជាតិ amazing ហើយវាប្លែកវាត្រូវជាមួយនឹងបរិបទឥឡូវនេះហើយវាបានបណ្ដុះគំនិតឲ្យអ្នកស្ដាប់មិត្តយុវវ័យឬក៏អ្នកដែលស្ដាប់ចម្រៀងទាំងអស់ឲ្យមកស្ដាប់ចម្រៀងប្រភេទនេះហើយក្នុងនោះមានអត្ថន័យប្រកបឲ្យយើងស្ដាប់លេងកម្សាន្តហើយបង្កើតនៅអាស្មារតីស្នេហាជាតិនៅក្នុងបាត់នឹងដូចគ្នា and that's it សម្រាប់ខ្ញុំ video reaction របស់ខ្ញុំគឺបានចាប់តែប៉ុណ្ណឹង for me I like this song the most shout out to Club Jahan